นี่นะจังชมធ្វើអូតូប្លែនខ្ញុំបើករូប image មកមួយមុនអូខេនេះរូបខ្ញុំហ่ะតើនេះបងបន្ទាប់មកខ្ញុំទៅបើកមួយទៀតខ្ញុំយក file ខ្ញុំយកពាក្យថា play embed ខ្ញុំចូលរូបមួយខ្ញុំយករូបអង្គរវត្តខ្ញុំចុច play ពឹបចេញមកបាត់នៅក្នុងនេះណាខ្ញុំព្រួយវាមួយចុះខ្ញុំមិនឲ្យធំពេកទេឬធំពេកក៏បានដែរខ្ញុំដាក់ឲ្យប៉ិននេះហ្នឹងក៏បានដែរណាហើយខ្ញុំទាញវាខាត់លើបន្តិចអីក៏បានដែរដាក់ប៉ិននេះហ្នឹងហ្មងក៏បានដែរស្រាប់យើងណាបាទបន្ទាប់មករូបរបស់ខ្ញុំហ៎តើនេះខ្ញុំ enter លើ keyboard មួយឬចុចលើសញ្ញា tick នៅនេះមកបានហើយបន្ទាប់មកទៅរូបនេះមានសញ្ញាមួយនេះសញ្ញានេះសញ្ញាទូចហ្នឹងមានន័យថាវាជា smart object អញ្ចឹងខ្ញុំមិនឲ្យវាជា smart object ទេទៅជារូបភាពធម្មតាខ្ញុំ rasterize វាមកស្ដាំយកពាក្យថា rasterize layer rasterize layer មកវាចេញរូបធម្មតាបន្ទាប់មកខ្ញុំចុចខាងក្រៅនេះទាញមកជាប់ណាចុចមកអញ្ចឹងមកស្មើនឹងយើង select ទាំងអស់ណាបងណានេះខ្ញុំចុចក្រៅអញ្ចឹងមកតើហ្នឹង select ទាំងអស់បានដែរឬមួយក៏ចុចកន្លែងនេះក៏បានដែរចុច control ឲ្យជាប់អាចចុច C ឲ្យជាប់មកចុចអានេះមួយទៀតមកបាន select ទាំងពីរយកពាក្យ edit auto blend layer យកពាក្យ tick នេះចុចកន្លែង stake គេហើយអាពីរនេះ convert វាមកណា tick ទាំងពីរមកក៏បានដែរចុច OK មកអញ្ចឹងវា convert ដល់យើងឃើញទេវា convert ដល់យើងឃើញទេបងបាទណាឃើញវាទៅតែម្ដងមានស្រូវមានអីខ្លះអញ្ចឹងមកតើទេបងយល់ទេអូខេណាមានភ្នំនៅពីក្រោយអង្គរវត្តឃើញទេបាទអញ្ចឹងចប់តែប៉ុណ្ណឹងឯងហើយបើបងអូនឆ្លាញ់បងឯង control set ខ្ញុំ control set ឡើងវិញម្ដងទៀតខ្ញុំចុចលើណាតើនេះបងខ្ញុំអាច zoom មកនេះទៅអាយ៉ាអានេះវា select ជាប់ទាំងពីរណាបាទអញ្ចឹងខ្ញុំចុចតែអង្គរវត្តមួយទេណាខ្ញុំ select ទៅឲ្យវាទូចមកខាងទៅចាស់អូខេណាប៉ានេះទៅចាស់ហើយខ្ញុំ select ទាំងអស់ហ្នឹងណាបងខ្ញុំ select ទាំងអស់ហ្នឹងមកបន្ទាប់មកយកអីមិញedit auto blend layer យក stack យក អូខេនេះបងឃើញអត់ឃើញវាបាយទេតើនេះបងណាឃើញអត់តែប៉ុណ្ណឹងមកបានហើយអរគុណ